សួស្តីបងប្អូនទាំងអស់គ្នានេះជាគោបាបាទនិយាយរួមទៅការចិញ្ចឹមគោបានេះគឺយើងអត់បន្លែងឬក៏ដឹកឲ្យវាទៅស៊ីនៅខាងក្រៅដោយគោធម្មតាទេគឺយើងទុកតែក្នុងរោងនេះកន្លែងខាងក្រៅរបស់វាហើយនេះកន្លែងខាងក្នុងរោងវាបាទអញ្ចឹងពេលថ្ងៃឡើងយើងទុកខាងក្រៅអញ្ចឹងគឺយើងច្រូតស្មៅយកឲ្យស៊ីហើយតើតើស្មៅនេះគេហៅថាស្មៅដាំស្មៅផ្អែមគេមិនទេស្មៅដាំđóគឺយើងកាប់វាយកមកឲ្យស៊ីជារៀងរាល់ថ្ងៃក្នុងត្រង់ហ្នឹងទៅយើងអាចឲ្យគោហ្នឹងទៅក្រៅត្រូវភ្លៀងត្រូវអីគីឡូវាវ៉ាន់ជើងវ៉ាន់អីដួលទៅខូចគោបាយើងអញ្ចឹងបាទតំណងទៅមាត់ទៅស៊ីឈ្ងុយនេះអាធំសខាងនោះអាស្ទើអាតូចយើងអត់ទាន់ត្រូវប៉ាន់ទេនេះយើងត្រូវប៉ាន់នោះធំខ្ពស់ជាងមនុស្សយើង1.60 ម៉ែត្រទៀតបាទអញ្ចឹងគោនេះចូលកម្ពស់1.70 ម៉ែត្របាទ1.70 1.80 ម៉ែត្រខ្សែយើងចងឡើងទៅលើខ្លាចលោពាន់ជើងទៅដួលទៅខូចគោយើងសម្រាប់តែដាក់មេទេសម្រាប់តែឡើងមេទេពេលគេដឹកមេយកមកឡើងអីចឹងចាំមកទៅស៊ីបាទចឹងយើងទៅមើលមួយនោះមួយទៀតរៀងស្ទើរជាងនេះនេះក៏មិនតូចធម្មតាដែរបាទខ្ពស់ដែរបាទទង់1.65 ម៉ែត្រស្មៅកាប់ឲ្យស៊ីដូចគ្នាបាទយើងចាំវាបែបនេះឯងត្រង់ម្នាក់មួយនៅចិត្តគ្នាបានទេពណ៌ខ្សែដួលស្មៅកាប់ម្នាក់មកត្រង់ចឹងហ្នឹងព្រឹកល្ងាចបាទស៊ី2ពេល3ពេលដួសទឹកឲ្យផឹកទៅនិយាយរួមបម្រើសັບគ្រប់ហ្មងយើងមាន2ក្បាលគោបាវគោមេក៏យើងមានច្រើនក្បាលទៀតដែរហើយយើងដឹកទៅចងអស់ហើយបាទអរគុណច្រើនបាយបាយ